តូនបញ្ហាបងខ្ញុំតេស្តឃើញថាបងមានការដាច់រហែកទៅលើតើតូនទៅផ្សាយចំណងកជើងផ្នែកខាងមុខសាវ៉ៃគ្លិចយ៉ាងពេល2 អាទិត្យហើយយើងរកឃើញថានៅកជើងវាមានហើមណាបងមានហើមអញ្ចឹងផែនការព្យាបាលរបស់យើងមាន2ចែកជាវិធីទី1គឺយើងត្រូវធ្វើម៉េចឲ្យបាត់ហើមនៅកជើងច្បងហ្នឹងអញ្ចឹងពេលដែលបាត់ហើមយើងមានការធ្វើចលនាយើងមានប្រើម៉ាស៊ីនអូល់ត្រាសោនប្រវត្តិហើមហើយនឹងដាក់ដៃទៅលើបញ្ហាហ្នឹងហើយបញ្ហាបន្តទៀតគឺការស្ដារឲ្យមានភាពលំនឹងនៅកជើងនឹងអាហ្នឹងតែវាដាច់ទៅវារងកជើងអញ្ចឹងឲ្យក្រោយបើសិនជាបងអត់ហាត់លំហាត់ឲ្យត្រូវទេអញ្ចឹងឲ្យក្រោយបងឲ្យធ្វើអីបន្តិចផ្លាត់ធ្វើអីបន្តិចផ្លាត់អញ្ចឹងណាបងហើយអញ្ចឹងខ្ញុំនឹងពេលដែលព្យាបាលឲ្យខ្ញុំរៀបចំលំហាត់ទៅតាមសប្តាហ៍ទៅតាមពេលដែលបងជឿមកយើងរៀបចំដើម្បីធ្វើម៉េចឲ្យបងឲ្យសរសៃជើងខាងហ្នឹងវាស្មើមួយសរសៃជើងខាងហ្នឹងយល់ទេបង